ពិធីបុណ្យចង្គៀងគោមរបស់ប្រទេសចិនគឺជាពិធីបុណ្យដ៏អស្ចារ្យនៃពន្លឺនិងស្រមោលដែលត្រូវបានបន្តស្នងអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយក៏ជាវិធីរ៉ូម៉ាន់ទិកពិសេសមួយរបស់ប្រជាជនចិនក្នុងការអបអរសាទរបញ្ចូលឆ្នាំថ្មីប្រពៃណីចិននិងបង្ហាញពីបំណងប្រាថ្នាដ៏ល្អបវរទំនៀមទម្លាប់នេះមានប្រភពពីសម័យរាជវង្សហានរីកចម្រើននៅក្នុងសម័យរាជវង្សថង់និងស៊ុងហើយក៏រហូតដល់បច្ចុប្បន្ននៅតែជាស្នូលនៃពិធីបញ្ចូលឆ្នាំថ្មីចិនពេលដើរលេងក្នុងពិធីបុណ្យចង្គៀងគោមប្រជាជនមិនត្រឹមតែឯករីករាយនឹងសិល្បៈចង្គៀងគោមប្រពៃណីដ៏ប្រណិតប៉ុណ្ណោះទេថែមទាំងឯងមានអារម្មណ៍ខ្លាំងក្លាពីការជួបជុំគ្រួសារនិងសក្តិរីករាយឆ្នាំថ្មីផងដែរពិធីបុណ្យចង្គៀងគោមឈិនហួយនៅទីក្រុងណានជីងនិងពិធីបុណ្យចង្គៀងគោមជឺកុងខេត្តស៊ឺឆ្វាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការ UNESCO ដែលតំណាងឲ្យកម្រិតខ្ពស់បំផុតនៃទំនៀមទម្លាប់ប្រជាប្រិយនេះបច្ចុប្បន្នពិធីបុណ្យចង្គៀងគោមមិនត្រឹមតែរក្សាបច្ចេកទេសបុរាណដូចជាការធ្វើគ្រោងចង្គៀងនិងការគូរគំនូរប៉ុណ្ណោះទេពិធីបុណ្យចង្គៀងគោមក៏បានរួមបញ្ចូលបច្ចេកវិទ្យាទំនើបផងដែរតម្រង់ច្នៃប្រឌិតថ្មីដូចជាក្រុមចង្គៀងគោមពណ៌ស្រឡាញ់យ៉ានិងភ្លើងអំពូលចម្រុះពណ៌ជាដើមបានផ្ដល់ភាពរស់រវើកថ្មីដល់ប្រពៃណីបុរាណវាមិនត្រឹមតែជាពិព័រណ៍មួយនោះទេប៉ុន្តែក៏ជាបង្អួចសម្រាប់ការសន្ទនារវាងប្រវត្តិសាស្ត្រនិងបច្ចុប្បន្ននិងធ្វើឲ្យពិភពលោកមើលឃើញពីបេតិកភណ្ឌវប្បធម៌ដ៏រស់រវើករបស់ប្រទេសចិនផងដែរគំនូរចម្រុះពណ៌នេះសូមអញ្ជើញមិត្តភ័ក្តិមកពីជុំវិញពិភពលោកដែលស្មោះស្ម័គ្រឲ្យមកធ្វើជាសាក្សីនិងចែករំលែកពន្លឺនិងភាពកក់ក្ដៅដែលមានប្រភពមកពីដែនដីបូព៌ានេះ